រឿងសត្វដំរីនិងស្រមោចដ៏ឆ្លាតវៃដំរីដ៏ធំមួយមានមោទនភាពនឹងកម្លាំងរបស់ខ្លួនវាតែងតែគិតថាគ្មានអ្វីអាចយកឈ្នះវាបានឡើយថ្ងៃមួយដំរីបានដើរចូលអន្ទាក់ព្រានព្រៃដោយមិនដឹងខ្លួនជើងដ៏ខ្លាំងរបស់វាឥឡូវនេះគ្មានប្រយោជន៍ទេដំរីបានប្រឹងរើបំរាស់អស់ពីកម្លាំងកាយប៉ុន្តែកាន់តែរើខ្សែពួរកាន់តែរឹតបន្តឹងកម្លាំងបាយមិនអាចជួយបានទេស្រមោចលោកដំរីដ៏ធំអើយកម្លាំងមិនអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបានទេលោកត្រូវការប្រាជ្ញាដំរីសត្វតូចទាបដូចឯងអាចជួយឲ្យខ្ញុំបានទៅឲ្យឆ្ងាយទៅស្រមោចមិនខឹងទេគេបានប្រើប្រាជ្ញាដោយហៅគ្នារបស់គេមកភ្លាមនោះស្រមោចរាប់ពាន់ក្បាលបានមកដល់ពួកគេតូចមែនតែពួកគេមានសាមគ្គីភាពពួកគេបានចាប់ផ្ដើមខំខ្សែពួរដ៏ក្រាស់នោះធ្មេញតូចរាប់ពាន់បានធ្វើការងារដែលកម្លាំងធំមិនអាចធ្វើបានពេលនោះដំរីបានរួចពីអន្ទាក់របស់ព្រានពិតមែនដោយឃើញពីភាពអស្ចារ្យនិងការសាមគ្គីភាពរបស់ក្រុមស្រមោចដែលមានខ្លួនតូចនោះបានជួយខ្លួនឲ្យរួចពីអន្ទាក់ដំរីបានឱនក្បាលគោរពស្រមោចគាត់បានរៀនថាប្រាជ្ញានិងការរួបរวมគ្នាគឺខ្លាំងជាងកម្លាំងកាយតែមួយ